បាទជំរាបសួរបងប្អូនបងប្អូនអ្នកគ្នាបាទម៉ូតូនេះគឺផ្សាយនេះដែរបងប្អូនបាទគឺតែផ្សាយដល់រហូតគឺជប់ជើងរត់រហូតបងប្អូនអ្នកគ្នាបាទបញ្ហាម៉ូតូនេះម្ចាស់ម៉ូតូនេះគឺធ្លាប់យកម៉ូតូមុននេះទេបាទមុននេះបន្តិចគឺម៉ូតូគប់បាទយើងរើគាត់ស្អាតហើយឥឡូវគាត់ពេញចិត្តបាទមានចំណាប់អារម្មណ៍ចំពោះជើងរងក៏បានយកម៉ូតូនេះមកទៀតបាទគឺបញ្ហាផ្សែងគាត់ថាម៉ូតូនេះគឺអត់ផ្សែងខ្លាំងប្រហែលទេបាទតើពេលយើងរកខ្លាំងគឺថាផ្សែងនៅបណ្ដោយបាទពេលបង្ហូរប្រេងម្ដងគឺដឹងតែបាត់ប្រេងខ្វះប្រេងអញ្ចឹងគាត់ជិះតែស្រែគាត់ថាមានពេលណាឆែកមើលប្រេងតែរហូតបងប្អូនអញ្ចឹងក៏សម្រេចចិត្តយកមកជើងរត់ដោះស្រាយដែរបាទកុំឲ្យពិបាកមើលប្រេងច្រើនដងពេកបាទឥឡូវចាប់ផ្ដើមរើធ្វើម៉ាស៊ីនម្ដងដែរបាទតើចំណុចណាខ្លះដើម្បីធ្វើទៅឲ្យបាត់ហើយផ្សេងឲ្យបាត់កុំឲ្យបាត់ប្រេងម៉ាស៊ីនទៀតបាទតើមានអ្នកណាគេយករបស់គាត់មកបាត់ប្រេងម៉ាស៊ីនបងប្អូនជាលេងបងប្អូនបាទឥឡូវយើងចាប់ផ្ដើមរើម្ដងទៅបាទដើម្បីយើងពិនិត្យមើលនៅប៊ីស្តុងនៅឡតនៅសប៉ាប់បាទតើបញ្ហាអ្វីបានជាបណ្ដាលឲ្យហុយផ្សែងនិងខ្វះប្រេងបាទទាំងសូមបញ្ជាក់បងប្អូនថាម៉ូតូដែលហុយផ្សែងដឹងតែបាត់ប្រេងម៉ាស៊ីនហើយបាទអត់តែហុយផ្សែងសបងប្អូនបាទដឹងតែបាត់ប្រេងម៉ាស៊ីនហើយឥឡូវចាប់ផ្ដើមរើបណ្ដាទៅបាទដើម្បីឲ្យអស់ចម្ងល់ពីបងប្អូនចង់ដឹងតើបញ្ហាអ្វីបានជាបណ្ដាលឲ្យម៉ូតូនឹងហុយផ្សែងបាទអញ្ចឹងរបៀបដែលធ្វើឲ្យបាត់ហុយផ្សែងឥឡូវយើងចាប់ផ្ដើមរើបណ្ដាទៅបាទហើយកត្តាទី1បណ្ដាលឲ្យហុយផ្សែងនោះទី1គឺប៊ីស្តុងបាទតើប៊ីស្តុងយ៉ាងម៉េចបាទប៊ីស្តុងគឺលឡុងបាទលឡុងប៊ីស្តុងហើយទី2គឺក្បាត់គេថាសឹកក្បាត់ប៊ីស្តុងបាទសឹកក្បាត់ណាបងប្អូនបាទបណ្ដាលឲ្យក្បាត់ហ្នឹងគឺលឡុងចង្ហធំពេកបណ្ដាលឲ្យប៊ីស្តុងប្រហាប់ឡើងទៅលើពេលប៊ីស្តុងដកចុះមកវិញគឺបណ្ដាលឲ្យដកប្រេងបាទគឺដកប្រេងឲ្យបានគៀប្រេងចុះមកក្រោមវិញអស់ហ្នឹងបណ្ដាលឲ្យហុយផ្សែងបាទហើយបើសិនជាបងប្អូនថែរក្សាប្រេងមិនបានល្អក៏បណ្ដាលឲ្យហុយផ្សែងដែរបាទគឺថាយើងដូរទុករាប់ខែបាទគឺកន្លះឆ្នាំអីផ្លាស់ដូរម្ដងនេះគឺជាកត្តាបាទដែលបណ្ដាលឲ្យម៉ូតូហ្នឹងគឺចាប់ខូចសឹករីករាលផងដែរបាទកាលណាអស់ភាពជាតិរំអិលគឺបណ្ដាលឲ្យម៉ូតូហ្នឹងគឺគេថាប្រេងស្អិតណាបាទស្អិតទៅគឺខាយជាកំណកកនៅក្បាត់បាទពិសេសជាងគេគឺក្បាត់សំណាញ់និងក្បាត់ជំនួយបាទពេលយើងរើមកក្បាត់តាំងពីហ្នឹង3ហ្នឹងគឺថាកកគាំងប្រយបងប្អូនបាទគាំងបាទគេថាអត់មានអីធ្វើចលនាទេបាទគឺគាំងប្រយបាទដល់លេងចាប់ផ្ដើមរើមើលជាមួយនៅសប៉ាប់ប៊ីស្តុងរបស់គ្នាបាទហើយគេតាមមួយទៀតហ្នឹងគឺបណ្ដាលឲ្យហុយផ្សែងដែរនោះគឺឡតបាទកាលណាបើសិនជាលឡុងឡតឬក៏លឡុងសប៉ាប់គឺបណ្ដាលឲ្យហុយផ្សែងផងដែរបាទហើយបើសិនជាហ្វឺតសប៉ាប់ហ្វឺតសប៉ាប់នេះយើងប្រើប្រាស់ហ្វឺតមិនបានល្អក៏បណ្ដាលឲ្យឆាប់ហុយផ្សែងផងដែរបាទកាលណាហ្វឺតនោះគឺថារឹងបាទក៏បណ្ដាលឲ្យឆាប់ហុយផ្សែងផងដែរហើយហ្វឺតដែលបណ្ដាលឲ្យប្រើគុណភាពបាទអត់មានគុណភាពគឺបណ្ដាលឲ្យហុយផ្សែងបាទឥឡូវចាប់ផ្ដើមយើងរើហើយបាទយើងពិនិត្យមើលបាទគឺរៀងកខ្វក់បន្តិចប៉ុន្តែប៉ុណ្នេះអត់មានបញ្ហាទេបាទអត់មានបញ្ហាប៉ុន្តែគឺយើងលាងស្អាតដាក់ទៅវិញបងប្អូនបាទយើងលាងស្អាតទៅវិញអញ្ចឹងបើយើងលាងស្អាតដាក់ទៅវិញគឺយើងប្រើប្រាស់បានយូរបងប្អូនបាទអញ្ចឹងធានាស្មាខ្ចីញញទៅវិញបាទគឺខាងក្នុងបងប្អូនបាទយើងលាងជាមួយនឹងដៃយើងបាទលេងជាមួយនឹងដៃជាងគឺមិនធម្មតានិយាយលេងបងប្អូនបាទដើម្បីឲ្យបំបត្តិការអបសឹកទីបងប្អូនបាទឥឡូវចាប់ផ្ដើមរើនៅសេមីយើងបន្តទៅទៀតបាទដើម្បីយើងពិនិត្យមើលតើមូលហេតុអ្វីបានបណ្ដាលឲ្យម៉ូតូនេះគឺផ្សែងបាទហើយចំណែកកង់ត្រូលក៏សឹកផងដែរយើងត្រូវការផ្លាស់ប្ដូរនៅកង់ត្រូលថ្មីបាទដើម្បីសម្រាប់ជួយជាមួយដល់លកាមបាទកុំឲ្យធូរខ្លាំងបោកខ្លាំងពេកបាទហើយចាប់ផ្ដើមដោះនៅថាព្រាឬមួយក៏អញ្ជៀនសម្រាប់ទប់ជាមួយនឹងប៊ីស្តុងកាលណាបើសិនមានព្រាឬក៏អញ្ជៀននេះទប់ទេបណ្ដាលឲ្យប៊ីស្តុងលេងចេញមកក្រៅប៉ះពាល់ជាមួយនឹងសេមីបណ្ដាលឲ្យគូពេផងដែរបាទឥឡូវចាប់ផ្ដើមដាក់បញ្ចូលនៅធ្វើសប៉ាប់បាទបញ្ចូលនៅសប៉ាប់យើងទៅវិញហើយយើងលាងសមារួចរាល់ឡើងឃើញបងប្អូនបាទគឺខ្ចីញញឃើញអត់បាទគឺមើលតែខាងក្នុងដឹងហើយបាទគឺខ្ចីញញអេមមែនតើប៉ុណ្នេះគឺអាចប្រើប្រាស់បានយូរហើយបាទដល់លេងចាប់ផ្ដើមបញ្ចូលនៅហ្វុតសប៉ាប់ហើយការបញ្ចូលនៅ food spap នេះគឺយើងបញ្ចូលរួចគឺយើងត្រូវពិនិត្យមើលខាងក្នុងផងដែរខ្លាចមានការ plot research ឬក៏លហែកនៅ food spap កាលណាលហែកនៅ food spap ក៏បណ្ដាលឲ្យម៉ូតូនេះគឺឆាប់ហុយផ្សែងទៀតផងដែរបាទហើយហុយផ្សែងគឺបណ្ដាលមកពីជាងនេះគឺទឹកដៃអត់ល្អធ្វើមិនស្អាតបាទបានវាឆាប់ហុយផ្សែងបងប្អូនបាទមែនទេបងប្អូនបាទបងប្អូនបើនិយាយថាអញ្ចឹងហ្នឹងបាទឥឡូវចាប់ផ្ដើមរៀប spap យើងចូលទៅទៀតបាទដើម្បីបញ្ចូលនៅ spap ប្រឹបបាទប៉ុណ្ណឹងនេះចូលល្អបងប្អូនបាទហើយមកជាងទៀតគឺយើងរៀបបាទជាមួយនឹងចានដាក់ជាមួយនឹងកញ្ចក់ហើយក៏ចាប់ផ្ដើមដាក់សង្កត់ដូចមិញអញ្ចឹងបាទយើងសង្កត់តែបន្តិចក្រឹបចូលទៅហើយបាទជឿថាមានឧបករណ៍អីទំនើបទេបាទក្រឹបឃើញបងប្អូនបាទប៉ុណ្ណឹងគឺចូលបាត់ហើយបន្តមកគឺយើងសង្កត់មើលបាទខ្លាចយើងដាក់ទៅចូលអត់ចូលស៊ុបអីចឹងបងប្អូនបាទហើយយើងសង្កត់មើលអញ្ចឹងបងប្អូនបាទ
ហើយកុំភ្លេចលូដែលយើងយកសាំងលូមើលផងដែរបាទយើងយកសាំងលូមើលផងដែរបើសិនជាជ្រាបប្រេងជ្រាបសាំងគឺមិនដាល់ឲ្យគេថាសម្ពាធចិត្តដល់គ្រប់គ្រាន់នៃសภาพហ្នឹងគឺស្អីអត់ចិត្តទេបាទហើយចំណែកជើងទាហ្នឹងគឺយើងត្រូវដូរផងដែរដោយសារជើងទាហ្នឹងគឺសឹកហើយយើងមិនអាចប្រើប្រាស់បានទេទៀតទេដោយសារសឹកខ្លាំងគឺមិនដាល់ឲ្យលឺបាទលឺសប៉ាប់មិនដាល់លឺសប៉ាប់អញ្ចឹងរត់អត់ស្ងាត់ទេគឺយើងត្រូវការបដូរផ្លាស់ថ្មីបាទហើយអាកជើងទាហ្នឹងគឺនៅល្អទេអាកហ្នឹងយើងចាប់ផ្ដើមខាត់ស្អាតយើងដាក់បញ្ចូលទៅវិញទៅបាទដាក់បញ្ចូលទៅវិញបាទហើយចំណែកអាកហ្នឹងក៏មានរុនខាងស្នែគឺយើងដាក់មូលចេញមកខាងក្រៅបាទខាងអត់មានស្នែយើងដាក់ចូលមកខាងក្នុងដើម្បីងាយស្រួលយើងរើសារថ្មីមកគឺយើងយកចេញស្រួលកាលណាយើងដាក់ខុសគឺយើងព្រៀងប្របាក់បន្តិចយកចេញមកក្រៅបាទឥឡូវចាប់ផ្ដើមសេរីជាមួយនឹងសម្បត្តិរបស់យើងបាទហើយយើងយករៀងរលុងបន្តិចមកបាទដើម្បីកុំឲ្យវាអេមពេកកុំឲ្យវាសើខ្លាំងពេកយើងមកដើម្បីយើងបញ្ចេះទៅរៀងធូរបន្តិចបាទដល់ពេលយើងបញ្ចេះទុកយូរមកយើងអាចរឹតបន្ថែមតទៅទៀតបាទឥឡូវយើងចាប់ផ្ដើមរឹតបន្តិចបាទរឹតមកមុំដៃបាទហើយអត់ឲ្យរៀងតឹងពេកធូរពេកទេបងប្អូនបាទ